អ្នកលក់ដូរតាមដងផ្លូវគឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចទីក្រុងរបស់កម្ពុជាប៉ុន្តែជាញឹកញាប់ពួកគាត់មិនត្រូវបានរាប់បញ្ចូលក្នុងប្រព័ន្ធគាំពារសង្គមឡើយស្ត្រីដែលជាអ្នកលក់ដូរតាមដងផ្លូវតែងតែប្រឈមមុខនឹងលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាពជាការងារក្រៅប្រព័ន្ធនិងអស្ថិរភាពចំណូលសេដ្ឋកិច្ចជួបជាមួយលោកស្រីកេសុករនជាថ្នាក់ដឹកនាំក្រុមអ្នកលក់ដូរតាមដងផ្លូវនិងជាអ្នកតស៊ូមតិដើម្បីទាមទារការទទួលស្គាល់ជាផ្លូវការនិងធានាថាអ្នកធ្វើការក្រៅប្រព័ន្ធអាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមដូចជាមនុស្សគ្រប់រូបដែរនាងខ្ញុំសប្តាហ៍ថ្ងៃជាជីវករលក់ដូរផ្លែឈើចល័តតាមរោងចក្រហើយនឹងលក់តាមផ្សារនិយាយទៅតនេយើងចេញពីរោងចក្រទៅរោងចក្រចេញអស់យើងចូលផ្សារទៅលក់នៅផ្សារដល់ពេលផ្សារស្ងាត់មើលថ្ងៃទីទៅយើងទៅដល់ម៉ោង 10 កន្លះទៅលក់នៅរោងចក្រនៅខាងចក្រហែវិញផ្សារឥឡូវវាស្ងាត់មនុស្សនៅទីក្រុងអញ្ចឹងយើងរោងចក្រក៏បិទអស់ដែរពិបាកកន្លែងលក់អញ្ចឹងហើយយើងត្រូវចល័តដើរលក់គ្រប់កន្លែងថ្ងៃខ្លះទៅក៏អស់អញ្ចឹងទៅពេលថ្ងៃណាសល់ទៅយើងខាតចូលដើមអញ្ចឹងទៅពេលថ្ងៃណាអស់ទៅយើងឃើញលុយចំណេញទៅរួចចាយកូនរៀនមួយថ្ងៃអញ្ចឹងទៅខ្ញុំលក់ថ្ងៃពិបាកជាងគេការបើកបរយើងធម្មតាយើងស្រីយើងដឹកធ្ងន់ពេលខ្លះទៅអត់ស្រួលខ្លួនអាចវិលមុខអាចដួលព្រោះអានេះវាអត់ដូចលម៉អីលម៉វាអត់ដួលទេតែបើអានេះតាយើងមិនស្រួលគឺដួលហើយប៉ុន្តែជាទូទៅទោះជាឈឺក៏អត់សម្រាកដែរដល់ឡើងតែឈឺងើបអត់រួចបើយើងឈឺតិចយើងសម្រាកវាថ្ងៃខ្លះអត់មានលុយឲ្យកូនទៅរៀនហើយអាហារហូបប្រចាំថ្ងៃក៏ចាំបាច់ដែរហើយសំខាន់ជាងគេថ្លៃផ្ទះជួលយើងអត់មានលុយឲ្យថ្លៃផ្ទះគេឲ្យនៅទេហើយថ្ងៃកូនរៀនក៏សំខាន់ដែរគាត់រៀនថ្នាក់កាន់តែខ្ពស់លុយកាន់តែកែអស់ច្រើនកម្មវិធីការធ្វើឲ្យប្រសើរឡើងគាំពារសង្គមនិងសិទ្ធិការងាររបស់កម្មករស្ត្រីក្នុងតំបន់អាស៊ាននៃវិស័យកសិស្បៀងអាហារដែលដឹកនាំដោយអង្គការអុកស្វាមត្រូវបានអនុវត្តនៅប្រទេសកម្ពុជាឡាវនិងវៀតណាមនៅកម្ពុជាគោលដៅរបស់កម្មវិធីត្រឹមឆ្នាំ2026និងសម្រេចឲ្យបានការគាំទ្រដល់កម្មករស្ត្រីចំនួន 34,700 នាក់ដែលចងក្រងជាសហជីពនិងជាក្រុមសហគមន៍ចំនួន369ក្រុមក្នុងចំណោមនេះមានស្ត្រី 31,520 នាក់ជាបុគ្គលស្វ័យនិយោជន៍និង 3,180 នាក់ជាកម្មករធ្វើការទទួលប្រាក់ឈ្នួលអង្គការអុកស្វាមអនុវត្តកម្មវិធីនេះជាមួយអង្គការដៃគូចំនួន6ស្ថាប័នរួមមានអង្គការបន្ទាយស្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាសហភាពការងារកម្ពុជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនខ្ញុំចូលសមាគម ID ហ្នឹងតាំងពីឆ្នាំ2002ដូចជាខែ5ថ្ងៃទី12អញ្ចឹងមកដល់ឥឡូវហ្នឹងដូចជា4ឆ្នាំហើយជិត4ឆ្នាំហើយកាលពេលមិនទាន់ចូលដូចថាយើងនិយាយទៅពីមុនហ្នឹងឥឡូវវាខុសគ្នាត្រង់ថាពីមុនយើងអត់មានភាពក្លាហានទៅឥឡូវទេឥឡូវយើងមានបទពិសោធន៍ក្នុងការនិយាយស្ដីឬក៏យើងធ្វើអីមួយយើងអាចដឹងពីសភាពការឬក៏ដូចថាដឹងរាក់ជ្រៅជាងមុនស្គាល់ពីសង្គមខាងក្រៅច្រើនសូម្បីតែលក់នេះមកល្មមយើងខ្លាចគេហើយបើមានដូចអាជ្ញាធរអីគាត់ដេញរៀបចំអីគាត់ប្រើពាក្យក្រោតក្រៀតអីចឹងក៏យើងអត់ហ៊ានទេយើងខ្លាចទេដល់ពេលយើងបានចូលជាមួយសមាគមទៅគាត់មានវគ្គប្រពរាបរៀនច្រើនអញ្ចឹងទៅយើងដឹងពីសិទ្ធិរបស់យើងក្នុងការតវ៉ាក្នុងការទាមទារឬក៏យើងត្រូវធ្វើអីមួយដែលយើងមិនត្រូវខ្លាចគេទេសំខាន់យើងឈរលើគោលការណ៍ត្រឹមត្រូវតាមរយៈការបណ្ដុះបណ្ដាលអំពីភាពជាអ្នកដឹកនាំនិងការយល់ដឹងអំពីសិទ្ធិកេសុរនបានបង្កើតទំនុកចិត្តនិងភាពក្លាហានក្នុងការតស៊ូមតិសម្រាប់អ្នកលក់ដូរតាមដងផ្លូវហើយពំនាំនៅកង្វល់របស់ពួកគេទៅកាន់អ្នកតាក់តែងគោលនយោបាយអញ្ចឹងខ្ញុំអាចចេះខ្ញុំអាចដឹងពីបទពិសោធន៍ច្រើនមកខ្ញុំចូលមកចែកចាយឲ្យសមាជិកខ្ញុំកន្លងជុំវិញដែលគាត់អត់បានទៅរៀនណាព្រោះភាគច្រើនគាត់អត់ទៅបានចូលរួមទេដោយសារជីវភាពយើងវាផ្សត់អញ្ចឹងបើយើងរវល់ទៅរៀនយើងអត់មានថវិការលុយដើម្បីចិញ្ចឹមជីវភាពរាល់ថ្ងៃទេអញ្ចឹងខ្ញុំចិត្តតែឆ្លៀតពេលណាតនេទៅយើងអាចថាទៅចូលរួមបានយើងទៅសម្រាប់ខ្ញុំបើនិយាយពីមុនមកអត់ទាន់មានបានបសហើយនឹងឥឡូវមានបានបសវាខុសគ្នាឆ្ងាយដោយសារពីមុនយើងអត់មានបានបសពេលដែលយើងឈឺយើងទៅពេទ្យយើងត្រូវចំណាយច្រើន
តាមជំងឺតិចជំងឺច្រើនអញ្ចឹងទៅដល់ពេលឥឡូវយើងបានទទួលបានបសធ្វើឲ្យជីវភាពខ្ញុំធូរមកកម្រិតដោយសារខ្ញុំពេលខ្ញុំឈឺទៅខ្ញុំទៅពេទ្យខ្ញុំអត់ត្រូវប្រើលុយទេខ្ញុំគ្រាន់តែចំណាយការហូបចុកគ្រាន់តែថាយើងខាតពេលវេលាក្នុងការរកលុយប៉ុន្តែយើងអត់ចំណាយក្នុងការមើលថែទាំជំងឺទេដោយសារខាងបសគាត់ជាអ្នកចេញលុយឲ្យយើងតាមរយៈការគាំទ្ររបស់អង្គការ Oxfam អ្នកលក់ដូរតាមដងផ្លូវទទួលបានឱកាសក្នុងការលើកឡើងពីតម្រូវការនិងទាមទារក្នុងការទទួលបានការគាំពារសង្គមភាពជាអ្នកដឹកនាំរបស់គាត់បានជួយធានាថាអ្នកធ្វើការក្រៅប្រព័ន្ធត្រូវបានគេទទួលស្គាល់យកចិត្តទុកដាក់និងស្ដាប់ឮសំឡេងជាពិសេសការដាក់បញ្ចូលពួកគាត់ទៅក្នុងដំណើរការសម្រេចចិត្តនានាដែលពាក់ព័ន្ធនឹងពួកគាត់ចាជាចុងក្រោយក្នុងនាមខ្ញុំគឺជាតំណាងអាជីវករមួយរូបនៅខាងចាក់អង្រែក្រោមផ្លូវចិត្តលេខ2នាងខ្ញុំចង់ឲ្យអាជីវករយើងហ្នឹងមានភាពរឹងមាំបើសិនជាអាចសូមឲ្យគាត់ធ្វើបានបសសឲ្យបានគ្រប់គ្នាព្រោះបើយើងនិយាយពីថាប្រយោជន៍បានបសសគឺមានច្រើនសម្រាប់ឥឡូវមិនមែនមានតែបងម្នាក់ឯងទេក៏មានកញ្ចប់គ្រួសារអញ្ចឹងបើយើងបងជាកញ្ចប់គ្រួសារដល់កូនយើងទៀតគឺថាកូនយើងនៅពេលដែលព្យាបាលជំងឺក៏អត់គិតថ្លៃដែរអញ្ចឹងឃើញថាកាត់បន្ថយការចំណាយនៅពេលដែលយើងឈឺច្រើនហើយមួយទៀតខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងអាជីវករទទួលដឹងឲ្យបានច្រើនអំពីសិទ្ធិហើយនឹងទទួលបានបសសទាំងអស់គ្នាសាច់រឿងរបស់លោកស្រីបង្ហាញឲ្យឃើញថាការពង្រឹងសមត្ថភាពនិងសាមគ្គីភាពអាចបង្កើតការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាពដោយជំរុញសេដ្ឋកិច្ចនិងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នសម្រាប់ស្ត្រីគ្រប់រូប។